ដល់សម្រាប់សិស្សានុសិស្សវិញអាត្មានិយាយខ្លីៗសម្រាប់សិស្សានុសិស្សក្នុងនាមជាអ្នកសិក្សាត្រូវមានអីខ្លះទី1សัพពរិសោបសង្ឃសេវៈសัพពរិសោបសង្ឃសេវៈនឹងក្នុងវ័យសិក្សានឹងយើងគប្បីសេពគប់នៅសប្បុរសសេពគប់នៅកល្យាណមិត្តព្រោះនៅក្នុងខាងក្រៅយើងដឹងស្រាប់ហើយការសេពគប់នោះវាមានឥទ្ធិពលតែយើងសេពគប់អ្នករៀនកើតអ្នករៀនហើយតែសេពគប់អ្នកលេងហ្គេមយើងកើតអ្នកលេងហ្គេមព្រោះវាជាឥទ្ធិពលពីបរិបទសង្គមហើយដើម្បីឲ្យដឹងថាមិត្តល្អមិត្តអាក្រក់បានយើងត្រូវសង្កេតមិននៅក្នុងមង្គលតតិបនីលោកប្រាប់ថាវិធីសាស្ត្រសង្កេតងាយទេបើមិត្តណាដែលអាក្រក់មិត្តណាដែលពៀលគឺមានការប្រព្រឹត្តផ្លូវកាយអាក្រក់វាចាអាក្រក់ហើយនឹងការគិតអាក្រក់បើសម្រាប់មិត្តណាដែលនាំឲ្យរីកចម្រើនគឺកាយក៏ល្អវាចាក៏ល្អហើយការគិតគំនិតផ្នត់គំនិតគេនឹងក៏ល្អអានឹងទី1គឺសុបដិបណ្ណោសំទោសសัพពរិសោបសង្ឃសេវៈឲ្យសេពគប់តែមិត្តល្អទី2សទ្ធម្មសវណៈសេពគប់ហើយមិនមែនតែសេពគប់ទេយើងត្រូវចូលទៅចិត្តហើយស្ដាប់ពាក្យពានបដៅរបស់គេឧទាហរណ៍តាមឃើញអ្នកនេះប្រកែឃើញតែមានតែមិត្តភក្តិទេគ្រូឪពុកម្ដាយគឺកល្យាណមិត្តរបស់យើងគឺមនុស្សជំនាញខ្លួនរបស់យើងហ្នឹងឯងឃើញតែអ្នកណាដែលនាំទៅផ្លូវចម្រើនចូលទៅស្ដាប់ពាក្យព្រានបដៅរបស់គេតិចនិចរបស់គេព្រោះទាំងអស់គ្នាដូចជាយើងអាចសិក្សាពីគ្នាទៅវិញទៅមកបានអាហ្នឹងគេហៅថាសទ្ធម្មសវណៈដល់ទី3យោនិសោមនសិកាចូលទៅសេពគប់ហើយបានស្ដាប់ពាក្យទូមានព្រានបដៅឬការណែនាំហើយពិចារណាដោយលម្អិតព្រោះមិនមែនគ្រប់គ្នានិយាយត្រូវណាយើងត្រូវយកមកចម្រាញ់ម្ដងទៀតថាទិន្នន័យដែលយើងទទួលបានហ្នឹងត្រឹមត្រូវអត់អញ្ចឹងព្រោះការពិចារណានេះវាជាផ្នែកមួយនៃការកើតបញ្ញាដែរចិន្តាមយៈបញ្ញាយើងត្រូវយកមកគិតទៀតមិនមែនគេស្ដាប់ពីគេមក10ថា10តាមគេទេបើអញ្ចឹងវាអត់បែកគំនិតវាអត់ឃើញលបកកំហើញថ្មីទេតែយើងត្រូវយកមកគិតបន្ថែមទៀតអាហ្នឹងទី3គេហៅថាយោនិសោមនសិកាទី4ធម្មានុធម្មបដិបត្តិសេពគប់ស្ដាប់ពាក្យទូមានពិចារណាហើយមិនមែនចាប់ត្រឹមពិចារណាហ្នឹងទេគឺយើងយកទៅបប្រតិបត្តិទៀតយកទៅអនុវត្តទើបបានជាចេញផ្លែផ្កាអានេះតេតោនឹងសិស្សានុសិស្សគប្បីមានធម៌4យ៉ាងនេះគេហៅវុទ្ធិធម៌ដែលនាំឲ្យចម្រើននេះចប់ប៉ុណ្ណេះហើយអាត្មាជាចុងក្រោយគាត់តែជាផ្ដាំផ្ញើទៅព្រោះយើងជាទី12ហើយគឺទៅណាក៏ដោយទោះយើងចេញពីនេះក៏ដោយក៏មិនគួរភ្លេចទីកន្លែងដែលយើងធ្លាប់សិក្សារៀនសូត្រដែរបើមានឱកាសយើងអាចត្រឡប់មកជួយភូមិស្រុកយើងឬសាលារៀនដែលយើងធ្លាប់រៀនអានេះជាការបណ្ដុះស្មារតីឲ្យស្រឡាញ់ស្ថាប័នកន្លែងដែលយើងធ្លាប់រស់នៅមិនចេញទៅឲ្យលើយតែហ្មងទេឲ្យរលឹកនឹកគុណកន្លែងដែលយើងធ្លាប់រស់នៅហើយមួយទៀតអាត្មានិយាយពីរឿងចំណេះដឹងល្អហើយជាចុងក្រោយហ្នឹងគប្បីឲ្យប្រកាន់ភ្ជាប់តែម្ដងមិនមែនជាអ្នកត្រឹមមានតែចំណេះដឹងទេមិនថាទី12ឬចូលទៅសាកលវិទ្យាល័យក៏ដោយមានចំណេះដឹងហើយត្រូវមានសិលធម៌ប្រកបផងទើបការរស់នៅរបស់យើងនឹងទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនអត់មាននៅសេចក្តីក្តៅក្រហាយអញ្ចឹងអាត្មាចូលរួមប៉ុណ្ណេះតទៅប្រកេន
ឱកាសនេះដល់លោកម្ចាស់គ្រូដើម្បីបានពេញបន្ថែមសូមអនុមោទនា